តបបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកថាសម្ដេចបណ្ដោះជាមួយនឹងដើមខ្ទឹមចាហើយនេះខ្ញុំរំលីងសាច់សិនណាចាយើងរំលីងសាច់ជាមួយនឹងខ្ទឹមយើងឲ្យឡើងឈ្ងុយសិនមិនយើងដាក់គ្រឿងរបស់យើងចានេះបន្លែប្លុករបស់យើងចាដើមខ្ញុំអត់មានដើមកញ្ឆាយនិងកាកកញ្ឆាយអីដាក់ទេចាដោយសារយើងរកទិញអត់បានចាអញ្ចឹងហើយក៏ខ្ញុំមកដាក់ដើមខ្ទឹមជំនួសណាចាហើយនេះសម្ដេចបណ្ដោះនេះក៏យើងលាងសម្អាតរួចរាល់ដែរចាហើយនេះតើហូរនេះគឺខ្ញុំបំពងរួចហើយចាយើងចៀនណាចាយើងចៀនឲ្យក្រៀមហើយបានយើងយកមកកាត់ដុំអញ្ចឹងកាត់ប្រទេសចឹងទៅចាហើយនេះខ្ញុំមកបន្ថែមឈាមបន្តិចចាឥឡូវយើងក៏មើលសាច់របស់យើងបន្តទៀតចានេះខ្ញុំមកដាក់ស្កររបស់យើងចាដោយសារខ្ញុំមានស្ករត្នោតខ្ញុំដាក់ស្ករត្នោតទៅដោយសារស្ករត្នោតយើងដាក់ទៅឆ្ងាញ់ជាងស្ករសចាបន្ទាប់មកយើងមកដាក់ប្រេងខ្យងរបស់យើងបន្តិចទៅចានេះម្រេចរបស់យើងចាទឹកត្រីចានេះប៊ីចេងរបស់យើងបងប្អូនយើងមកបន្ថែមទឹកបន្តិចទេណាបងប្អូនចាឥឡូវនេះយើងមកដាក់ឈាមនិងតៅហ៊ូរបស់យើងណាចាយើងដាក់ចឹងទៅយើងច្របល់ឲ្យចូលគ្រឿងរបស់យើងចាបងប្អូនមើលទៅឡើងទៅមានកម្លាំងចិត្តធ្វើវីដេអូឲ្យទៅសារអីទៅសារឥឡូវអ្នកមើលមិនទៅមានទេបងប្អូនហើយឥឡូវធ្លាក់ទៅហើយចាហើយខ្ញុំមិនដឹងថាខាងបងប្អូនធ្វើវីដេអូដូចខ្ញុំចឹងដែរអត់ទេពីមុនវីដេអូខ្ញុំរៀងឡើងដែរតែមួយរយៈក្រោយនេះរៀងធ្លាក់មែនតើណាបងប្អូនចាធ្លាក់ខ្លាំងមែនតើខ្ញុំមិនដឹងខាងបងប្អូនវីដេអូធ្វើដូចខ្ញុំចឹងអត់ទេចាធ្លាក់វីដេអូធ្លាក់ដូចខ្ញុំចឹងអញ្ចឹងក៏អត់ទេតែខាងខ្ញុំនេះវីដេអូធ្លាក់ឡើងធ្លាក់ហួសហេតុហ្មងណាចាធ្លាប់តែផុសយើងផុសបាន2-3ពាន់អីចឹងឥឡូវធ្លាក់តុងរយហ្នឹងបងប្អូនចាធ្លាក់ខ្លាំងហើយខ្ញុំអត់ដឹងមូលហេតុអីដែរចឹងចាហើយបងប្អូនជួយផ្ដល់កម្លាំងចិត្តឲ្យខ្ញុំម្នាក់មួយផងចាដើម្បីខ្ញុំបានធ្វើវីដេអូថ្មីចែកជូនពុកម៉ែបងប្អូនទស្សនាបន្តទៀតចឹងណាបងប្អូនចាហើយនេះយើងរំលឹកវាយើងកូរវាឲ្យចូលសព្វនឹងគ្រឿងរបស់យើងចាបងប្អូនបន្ទាប់ពីយើងកូរច្បល់ចូលគ្នារួចរាល់អស់ហើយចាយើងមកដាក់បន្លែរបស់យើងចាចូលយើងដាក់បន្លែនេះទៅយើងដើម្បីឲ្យវាឆាប់ឆ្អិនចូលជាតិគ្នាចឹងណាឥឡូវនេះយើងច្បល់ចូលគ្នារួចរាល់អស់ហើយចាឥឡូវយើងមកធ្វើកាត់ភ្លុកណាចាយើងភ្លុកមើលសាបប្រៃអីយើងថែមគ្រឿងតាមហ្នឹងទៀតណាបងប្អូនចាមុនហ្នឹងខ្ញុំភ្លុកទៅរៀងសាបអញ្ចឹងខ្ញុំថែមអំបិលហើយរួចរាល់អស់ហើយចាឥឡូវឃើញថាឆ្អិនរួចរាល់អស់ហើយចាឥឡូវយើងមកដាក់វាឲ្យយើងចាបងប្អូនទាំងអស់គ្នាឥឡូវឃើញថាឆារបស់ខ្ញុំឆ្អិនរួចរាល់អស់ហើយចាហើយនេះខ្ញុំដួសយកទៅហូបឥឡូវហ្នឹងណាបងប្អូនចាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ